Portugal បាក្រមអាយុ17ឆ្នាំមកនាំមុខ1-0ទៅលើក្រុមជម្រើសជាតិបារាំងបាទរូបភាពយឺតបាទបាយមកសុទ្ធឆ្វេងថែមមួយជើងស្ដាំទៀតអូមែនតើអរព្រមយើងបាទនេះរូបភាពយឺតបាទដូចជាមិនអូសសាយទេបាទកន្លែងនេះដោយសារតែសខ្សែការពារមរុកដែរបាញ់មិញបាទខ្សែការពារមរុកដែរបាទនៅខាងក្រោយបាទអញ្ចឹងដូចជាមិនអូសសាយទេបាទឲ្យហើយបាទ1-0បាទអត់ទៅហើយបាទពីជំរឿជាតិប៉ូទុយហ្គាល់លីម៉ាហ្គោ2-0បាទប្រិមត្តយើងប៉ូទុយហ្គាល់ក្រោមអាយុ17ឆ្នាំដាក់ការនាំមុខបាទ2-0បាទទៅលើក្រុមជម្រើសជាតិបារាំងបាទប្រើពេលតែ37នាទីតែប៉ុណ្ណោះជុំយ៉ាអើយបាទល្អមែនទែនបាទយុវជនបាទវ័យក្មេងរបស់ប៉ូទុយហ្គាល់បាទ2-0បាទអ្នកចាំទីរបស់ក្រុមជម្រើសជាតិបារាំងបាទចាប់ផ្ដើមធ្វើមុខស្អុយអីបាទជូដ្រេនបាទនេះរូបភាពយឺតបាទការតែតមិនដល់ទេបាទចំពោះខ្សែការពារតែតបញ្ជូនមកពីអេនីស៊ីយ៉ូបាទចុងក្រោយបាទគៀសុតស្ដាំបានល្អមែនទែនបាទឌូអេធីបាទខុញបាទ2-0បាត់ទៅហើយបាទប៉ូទុយហ្គាល់អាមេចចេះបាទចំពោះបាទប្រព័ន្ធលេងបាទក្រយុវជនបាទក្រោមអាយុ17ឆ្នាំរបស់បារាំងបាទដូចជាមិនសូវជាស្រួលទេណាបាទ2-0បាទគឺបាទពិបាកក្នុងការតាមតិចហើយដាក់សម្ពាធទៅបាទពីប៉ូទុយហ្គាល់ស្រូឆ្វេងឱកាសសុទ្ធមួយជើងឆ្វេងហ្គោហ្គីលណេវីសទៅតែធ្វើការផ្លាស់ប្ដូរចូលប្រហែលជាប្រហែលតែ2នាទីទេបាទមានឱកាសក្នុងការសុតគ្រាប់បាល់ទី3ឲ្យប៉ូទុយហ្គាល់ក្រោមអាយុ17ឆ្នាំបាននាំមុខបាទ3-0បាទទៅលើក្រុមជម្រើសជាតិបារាំងបាទល្អមែនទែនបាទនេះរូបភាពយឺតបាទចង្វាក់នៃការលេងរបស់បាទយុវជនរបស់ប៉ូទុយហ្គាល់បាទការគៀស្រូអត់អូសសាយទេសុទ្ធមួយជើងឆ្វេងម្នាក់ចាំទីរបស់បារាំងមកធ្វើអត់ការទេបាទចិនប្រេនបាទរូបភាពយឺតបាទ3-0បាត់ទៅហើយបងប្អូនយើងបាទ3-0ហើយបាទល្អណាស់បាទប៉ូទុយហ្គាល់កាសត្រង់នេះពាំងមួយសិនមួយចេះស្ដាមអូចាប់បានពីម៉ារីអូខូញ៉ាល្អណាស់បាទការសុទ្ធបាទពីសំណាក់អាន់តូនីញ៉ូរូបភាពយឺតលើកបំផ្លងមកដកទ្រូងបានទប់មួយសិនចុងក្រោយក៏សុទ្ធស្ដាមនេះល្មមបាទដៃបាទខូញ៉ាបាទរុនសុស្ដីបាទភិរិតបាទទម្លាក់ស្ដាមក្រោះចូលតំបន់គ្រោះថ្នាក់សុទ្ធស្ដាមអូយសង្គ្រោះបានដល់ពីអ្នកចាំទីចូលត្រេនបាទនេះរូបភាពយឺតកាត់មកសុទ្ធស្ដាំភ្លាមល្មមដៃបាទចូលត្រេនបាទតែតមួយក្បាលឱកាសសង្គ្រោះបានអូយឱកាសត្រង់នេះបាទទម្លាក់សុទ្ធឆ្វេងបាទទៅនឹងរបាទីអត់តន់ទៅណាឆ្ងាយទេបាទអាចនឹងឡាយដល់លើពីនបងប្អូនយើងបាទមេងស្រុនបាទអញ្ចឹងចាំមើលប៉ូទុយហ្គាល់លើកពីនទាំងអស់គ្នាបាទខ្លាចតែយូរពេកបងប្អូនយើងមកចេញអស់បាទនេះរូបភាពយឺតបាទឱកាសសុទ្ធមួយជើងឆ្វេងបាទទៅជាមួយនឹងបង្គោលទីបាទត្រូវចុងដៃបន្តិចណាកន្លែងនេះបាទលោកអញ្ញាកដាបាទធ្វើការផ្លុំកញ្ចែតបញ្